ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំសូមលើកយកនៅរុក្ខជាតិដែលជាសុទ្ធសម្រាប់ព្យាបាលនៅជំងឺមួយប្រភេទទៀតគឺជំងឺភ្ញាក់ពីគេងមកវិលមុខងងឹតមុខនៅពេលដែលយើងភ្ញាក់ពីគេងមកយើងអាសាវិលមុខឬក៏ងងឹតមុខបងប្អូនអាចយករុក្ខជាតិនេះទៅដាំទឹកហូបបានអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំលើកយកនៅរុក្ខជាតិនេះមកដើម្បីចែកម្លែកជូនដល់បងប្អូនដែលមានបញ្ហាដូចខ្ញុំរៀបរាប់អញ្ចឹងគឺភ្ញាក់ពីគេងមកឧស្សាហ៍វិលមុខឬក៏ងងឹតមុខដើម្បីឲ្យបានដឹងនិងស្វែងរកយកទៅដាំទឹកហូបរុក្ខជាតិដែលខ្ញុំលើកយកមកនិយាយនៅពេលនេះគឺគេហៅថាស្មៅទឹកដោះខ្លាអញ្ចឹងស្មៅទឹកដោះខ្លានេះយើងយកវាចំនួន1ក្តាប់ដៃមកឬក៏ចំនួន50ក្រាមស្មើនឹងកន្លះខាំបងប្អូនយកវាមកលាងទឹកឲ្យស្អាតបន្ទាប់មកយើងយកទៅដាំជាមួយនឹងទឹកចំនួន2លីត្របងប្អូនដាំជាមួយនឹងទឹកចំនួន2លីត្របងប្អូនទុកវាឲ្យពុះនៅពេលដែលវាពុះហើយយើងបន្តរមាស់វាឲ្យបាន10ទៅ15នាទីទៀតដើម្បីឲ្យជាតិថ្នាំចេញមកបានល្អនៅពេលដែលយើងរមាស់បាន10ទៅ15នាទីហើយទៅយើងដាក់វាចុះបន្ទាប់មកបងប្អូនត្រងយកកាកវាចេញហើយយើងទុកតែទឹកថ្នាំទេដើម្បីហូបប្រចាំថ្ងៃអញ្ចឹងយើងត្រងយកកាកវាចេញបន្ទាប់មកយើងយកទឹកថ្នាំនោះទុកសម្រាប់ហូបនៅក្នុងការហូបផងដែរយើងហូបមួយថ្ងៃ2ដងក្នុងមួយដងយើងហូបចំនួន60 cc ឬក៏ហៅ60 មីលីលីត្រអញ្ចឹងយើងហូបព្រឹក60 cc ពេលល្ងាច60 cc ឬក៏បងប្អូនអាចហូបជំនួសទឹកក៏បានដែរគ្រាន់តែថាថ្នាំនេះវារៀងល្វីងបន្តិចតែបើអាចហូបបានយើងអាចហូបជំនួសទឹកបានហើយស្មៅទឹកដោះខ្លានេះផងដែរគឺមិនមែនត្រូវត្រឹមតែជំងឺងងឹតមុខវិលមុខភ្ញាក់ពីគេងនេះទេវាមានអត្ថប្រយោជន៍ផ្សេងទៀតជាច្រើនគ្រាន់តែថានៅក្នុងវីដេអូមួយនេះគឺខ្ញុំគ្រាន់តែលើកឡើងនៅជំងឺមួយនេះជូនសម្រាប់បងប្អូនឲ្យបានដឹងនិងយកទៅប្រើប្រាស់អញ្ចឹងក្នុងមួយថ្ងៃយើងហូប2ដងនេះព្រឹកនិងល្ងាចនេះហើយចំនួនទឹកថ្នាំដែលនៅសល់គឺយើងអាចកម្ដៅទុកហូបថ្ងៃបន្ទាប់ទៀតសូមបងប្អូនព្យាយាមធ្វើហូបឲ្យបានចាប់ពី1សប្តាហ៍ទៅ2សប្តាហ៍បងប្អូននឹងបានឃើញលទ្ធផលបើសិនជាបងប្អូនធ្វើហូបបាន2សប្តាហ៍ហើយឃើញថាការៈជំងឺរបស់យើងវាហាក់ដូចមិនធូរស្បើយវានៅដដែលងើបមកនៅតែវិលមុខងើបពីគេមកនៅតែវិលមុខមានន័យថាយើងប្រើរុក្ខជាតិមួយនេះគឺអត់ត្រូវនឹងជំងឺរបស់យើងទេអញ្ចឹងបងប្អូនអាចឈប់ប្រើរួចហើយយើងអាចស្វែងរកនៅវិធីសាស្ត្រផ្សេងដើម្បីព្យាបាលនៅជំងឺរបស់យើងបន្តទៀតជាក់ស្ដែងរុក្ខជាតិជាសុទ្ធនេះមិនថាជាដើមរុក្ខជាតិមួយមុខឬក៏ផ្សំចេញជារូបមន្តណាមួយទេគឺវាមិនប្រកាសថានឹងប្រើត្រូវចំពោះមនុស្សគ្រប់គ្នានោះទេបើទោះបីយើងមានជំងឺដូចគ្នាក៏ដោយពីព្រោះវាអាស្រ័យទៅលើរាងកាយរបស់យើងម្នាក់ផងដែរហើយនឹងការរស់នៅរបស់យើងផងដែរដូចជាការតមអាហារខ្លះជាដើមអញ្ចឹងនៅពេលដែលយើងប្រើមិនត្រូវទេគឺយើងបញ្ឈប់ការប្រើតែម្ដងដើម្បីស្វែងរកនៅវិធីសាស្ត្រផ្សេងដើម្បីមកព្យាបាលនៅជំងឺរបស់យើងបន្តទៀតជាចុងក្រោយផងដែរខ្ញុំតែងតែលើកទឹកចិត្តចំពោះបងប្អូនដែលមានជំងឺទាំងឡាយសូមអញ្ជើញទៅប្រឹក្សាយោបល់ឬក៏ពិនិត្យជាមួយលោកគ្រូពេទ្យឬក៏អ្នកគ្រូពេទ្យដែលគាត់មានជំនាញច្បាស់លាស់ដើម្បីឲ្យដឹងប្រកាសថាយើងឈឺអ្វីឲ្យប្រកាសដើម្បីងាយស្រួលក្នុងការស្វែងរកថ្នាំឬក៏ប្រើថ្នាំអ្វីមួយឲ្យត្រូវនឹងជំងឺរបស់យើងបានច្បាស់លាស់